ban chụp nâng tê và bọt của ma cho bì tê và lô một thật nầu lưu đỏ ca bộ để giấy con và ông hàng lê tổng thật nợ công trên tàu bù lanh nâu tại bên ngày tiên cung miền plot hẹp luôn nâu tại bên ngày tiên tê tầm bắt chặt cặp bọt nâng một đo tầm rây chương 4 cung miền plot nẹ prai chết start cung miền plek đăng hai dương mình lai đi mía như từ neo chiến tranh bắt đầu xua tầm rây chương 4 cung miền plot nẹ prai chết start đánh tranh đầu khăn ông rồi trây nô còn long là cô bà man mô học vay chồng ngay lâu bà man đầu công nâu đi từ lại nàng slide chồng lái còn lon là cô bay đi là cô và bà là phỏ muối sao vật thầy muối vì giờ lấy muối o rồi dạ lâu chồng ngay sang tầm vui đầu công nâu nên đừng nào mà hàng trào niên số nữa tầm rây chương 4 cung miền plot căn sẽ căn tất cả làm hơi đầu cơ lời tì nà mua miền plot ôi chỉ lo đưa hàng cung miền plot tì cung miền plot và lúc chân ta tầm một căn hẹp cả đưa hai cái sống đua cho Brahma một ro rồi và chia đôi hàng cà rạ đồ tay trong lái caប្រអងប្រគល់សេះនឹងគ្រឿងប្រដាប់ទៅឲ្យនាយឆាន់អ្នកអាម៉ាត់នាំទៅនគរវិញហើយទ្រង់ពងនៅលើភ្នៅខ្សាច់តែមួយព្រះអង្គឯងទ្រង់ប្រាថ្នានឹងកាត់ប្រកេសាគ្រានោះប្រខណ្ឌទឹកលាក់មកថ្វាយព្រះអង្គកាត់ប្រកេសាទុកឲ្យសល់ប្រវែងពីធ្នាប់ប្រកេសាអសពដែលសល់នោះធ្វើជាចក្ខិណាវត្តចក្ខិណាវត្តរួចទ្រង់អធិដ្ឋានមើលអធិដ្ឋានមូលីហើយបោះទៅក្នុងអាកាសប្រអែនយកប្រអប់កែវមកទទួលយកទៅបញ្ចុះទុកក្នុងចលាមនីចេតិយនៅឋានតាវតੰសំណួរចុះព្រះមហាបុរសបានគ្រឿងបរិក្ខារសម្រាប់អ្នកបួសមកអំពីណាបរិក្ខារនោះមានប្រមាណយ៉ាងគឺអ្វីខ្លះចម្លើយឆ្លើយព្រះអង្គបានអំពីដល់ឃ្លាអាចារ្យខតិកាមហាព្រំនាំយកនាំយកមកថ្វាយបរិក្ខារនោះមានប្រវែងយ៉ាងគឺបោកមួយចេញពណ៌មួយសងគីដីមួយបាតមួយកំបិតកោមួយសំពងបំតឃ្លាអាចារ្យវត្តកំពងទឹកកំជុលមួយសំពងបញ្ជុលមួយវត្តធម្មចង្កេះមួយតម្រង់ទឹកមួយអាចារ្យនេះទេហើយសំណួរចុះព្រះហស្ថចាស់មួយគូដែលព្រះអង្គលប់ត្រង់កាលនៅជាខរិមាសនោះតើទៅឯណាទៅចម្លើយឆ្លើយមហាព្រំយកទៅបញ្ចុះទុកក្នុងទុសៈចេតិយកម្ពស់12យោជន៍ក្នុងព្រំលោកសំណួរព្រះមហាសំណួរសួរព្រះមហាបុរសបានសិក្សាចេះដឹងក្នុងយុទ្ធវិធីសំគួរដល់ជាតិក្សត្រហើយគួរតែត្រង់ត្រេកអរក្នុងខរិយាសម្បត្តិហើយអ្វីទើបក៏ប្រតិក្នុងការត្រង់ប្រះនោះវិញចម្លើយឆ្លើយហេតុតែព្រះអង្គមានប្រកាសណាក្នុងមហាជនយ៉ាងធំទើបផ្លាស់ប្ដូរសេចក្តីប្រព្រឹត្តរបស់ព្រះអង្គដើម្បីនឹងធ្វើប្រយោជន៍ដល់បណ្ដាជនជាលោកអាចារ្យធំ
ហើយបានឆ្ងាយទៅលាយផង ជាលោកអាចារ្យធំ សំណួរត្រង់រឿងថា ធំ ត្រង់រឿងថាព្រះមហាបរោះឃើញផ្ទៃប្រាសាទដ៏ចង្អៀតណែនណាំទៅដោយបរិវារដូចព្រៃដុតខ្មោចនោះតើមានអធិប្បាយដូចម្ដេចចម្លើយឆ្លើយមានអធិប្បាយថាព្រះអង្គទ្រង់លឺណាយនឹងភាពនៃសត្វជាអ្នកសម្បូរទៅដោយកម្មគុណវែងជ្រុលជ្រុកទៅក្នុងកម្មគុណនៅជាមួយតែនឹងស្ត្រីមិនចុះចេញពីប្រាសាទដែលគេឃើញថា ជាសុខប៉ុន្តែធ្វើជីវិតឲ្យអត់អំពើតតឃើញ តូតឃើញ មិនជាទីក៏ប្រទេសហាក់ដូចជានៅក្នុងព្រៃទឹកខ្មៅនឹងទៅផ្លូវណាក៏ចេះតែជួបប្រទះនឹងរបស់ដែលជាទីតាំងនៃសេចក្តីសម្បូរមានតែ ដកលៀនតែ សំណួរ លោកនេន សួរ សិ បើ ក្សាពុទ្ធបវរ បើមានគេនិយាយថាការដែលព្រះមហាបរោះស្ដេចចេញបព្វជិព្រោះតែចង្អៀតចង្អល់ប្រះទៅដោយហេតុប្រនាមបជាបតិគោតមីជាព្រះមាតិច្ឆា សិក្សានេះមើលនេះ ព្រះមាតិច្ឆារុកពួនជ្រៀតបៀតដើម្បីនឹងឲ្យរាជសម្បត្តិដល់ព្រះណាំកុមារជា ព្រះមង្គកុមារហ្មងព្រះអី ព្រះនន្ត តៈកុមារ កុមារជាព្រះឱរស ជាព្រះអរុស តើរឿងនេះមានគោលនៃសេចក្តីពិតដូច្នោះឬទេចូលឆ្លើយមកចម្លើយឆ្លើយរឿងនេះមានគោលនៃសេចក្តីពិតដែលគួរស្ដាប់បានទេ តាមព្រះចរិយាដែលមានប្រកបក្នុងប្រវត្តិនៃព្រះមហាបុរសនោះថាការព្រះអង្គនៅជាខនិរិយទ្រង់បរិបូរណ៍ដោយគុណសម្បត្តិជាក់ច្បាស់ដល់ប្រជាជនព្រះញាតិទាំងឡាយប្រាថ្នានឹងយកព្រះអង្គជាទីពឹងដោយហេតុបានស្ដាប់ពាក្យជាកននៃកាលៈទីវិលតបបានព្រមប្រតិជាតិនាំព្រះអង្គថ្វាយព្រះករុណាឲ្យជាបរិពាខ្លះបរិពានឹងមិនគូបានទេអានថាបរមា បរិពាខ្លះជួយធ្វើកិច្ចធុរៈដតីទៀតខ្លះចំណែកព្រះមាតុច្ឆាក៏ទទួលនាទីជាអ្នកថែរក្សាព្រះអង្គព្រះបិតាក៏ទ្រង់ចងតាក់ដោយប្រការផ្សេងដើម្បីឲ្យព្រះអង្គត្រេកត្រអាលនៅក្នុងកាមសុខព្រោះត្រូវការឲ្យដោយរាជជាស្ដេចចក្រពត្តិដែលជាហេតុឲ្យព្រះអង្គស្ដេចចេញបព្វជិបាទដោយលំបាកដូចមានដំណើរក្នុងពុទ្ធប្រវត្តិប្រហើយមួយទៀតការប្របាទសតោតនៈទីបុគ្គល យើងមិនត្រូវការរបស់ នាងបានទទួលសូមបព្វជិជាធុនៃក្នុងសំណាក់ព្រះអង្គផងរឿងនេះចង្អុលឲ្យឃើញថាព្រះនាងមានប្រតិស្រឡាញ់ព្រះអង្គតាំងពីដើមមកមែនហេតុផលទាំងឡាយដូចបានបរិយាយមកនេះនាំឲ្យសន្និដ្ឋានបាននាំឲ្យសន្និដ្ឋានបានថាព្រះអង្គស្ដេចចេញបព្វជិដោយទ្រង់ប្រាថ្នាស្វែងរកមុខខ មិនមែនចេញ ទៅ ដោយ ដោយ សេចក្តីចង្អៀតចង្អល់ទាល់ពធបរិជ្ជហរតីទេ ទាល់ព្រះរាជហឫទ័យទេ